ជាបឋមសូមគោរពជំរាបសួរដល់អង្គពុកម៉ែបងប្អូនទាំងអស់អឺថ្ងៃនេះសម្រាប់ការងារមន្ត្រីសុខាភិបាលបានទទួលកិច្ចការងារមួយគឺសេវាពិនិត្យព្យាបាលភ្នែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការចូលរួមសហការជាមួយនឹងកម្មវិធីជាតិសុខភាពភ្នែកដែលមានលោកគ្រូសុផលដែលជាតំណាងឲ្យកម្មវិធីជាតិសុខភាពភ្នែកដឹកនាំក្រុមគ្រូពេទ្យផ្នែកបច្ចេកទេសខាងភ្នែកហ្នឹងមកពិនិត្យនិងព្យាបាលភ្នែកជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មានេះដល់គិតថ្លៃបាទហើយកម្មវិធីនេះក៏មានការចូលរួមសហការជាមួយនឹងការិយាល័យសុខាភិបាលស្រុករដ្ឋបាលក្រូចឆ្មាហើយនឹងមន្ទីរពេទ្យថ្ងៃក្រូចឆ្មាដែលមានលោកប្រធានមន្ទីរពេទ្យគាត់បានជួយរៀបចំកិច្ចការងារនេះដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋផងដល់ក្រុមការងារបច្ចេកទេសផងដើម្បីធ្វើយ៉ាងណាឲ្យកិច្ចការរបស់យើងធ្វើទៅបានលក្ខណៈសមស្របទៅតាមលក្ខណៈបច្ចេកទេសហើយដំណើរការនៃការពិនិត្យព្យាបាលយើងចាប់ផ្ដើមពីថ្ងៃទី22រហូតដល់ថ្ងៃទី26អញ្ចឹងក្នុងកំឡុងរយៈពេល5ថ្ងៃនៃការពិនិត្យព្យាបាលនេះយើងឃើញថាបងប្អូនប្រជាពលរដ្ឋរបស់យើងបានមកទទួលសេវាច្រើនមិនត្រឹមតែអ្នកនៅស្រុកក្រូចឆ្មាទេគឺមានតាំងពីអ្នកមកពីខាងខេត្តបច្ចេកខេត្តកំពង់ចាមក៏បានមកទទួលសេវានៅទីនេះដែរអញ្ចឹងជារួមនៅក្នុងរយៈពេល5ថ្ងៃនៃកិច្ចការងារនេះយើងមានប្រជាពលរដ្ឋមកទទួលសេវាចំនួន726នាក់ដែលបានមកទទួលការពិគ្រោះពិនិត្យព្យាបាលក្នុងនោះអ្នកដែលត្រូវធ្វើការវះកាត់ភ្នែកបកបាយភ្នែកមានជំងឺបាយភ្នែកនិងកន្ទុយខ្លែងមានចំនួន306នាក់បាទដោយឡែកអ្នកជំងឺបាយភ្នែកមាន210នាក់ហើយនឹងជំងឺផ្សេងទៀតមានចំនួន96នាក់ភាគច្រើននៅក្នុងតួលេខនេះគឺយើងឃើញថាភាគច្រើនជាស្ត្រីបាទហើយខ្ញុំក៏សូមធ្វើការកោតសរសើរដែរសម្រាប់កិច្ចការងារនេះចំពោះក្រុមគ្រូពេទ្យហើយនឹងបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាដោយទឹកចិត្តសប្បាយរីករាយហើយនឹងមានជំនឿជឿជាក់ទៅលើក្រុមការងាររបស់យើងហើយខ្ញុំគិតថានៅក្នុងខេត្តត្បូងឃ្មុំយើងនឹងមានកម្មវិធីនេះបន្តទៀតមានចាក់នៅក្នុងខែ7ខាងមុខនេះដែលយើងសហការជាមួយនឹងកម្មវិធីជាតិសុខភាពភ្នែកហើយដែលមានជាពិសេសក៏មានការជំនួយឧបត្ថម្ភគាំទ្រពីមូលនិធិព្រៃហឡូបាទដើម្បីគាំទ្រទៅលើកិច្ចការងារនេះដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទទួលបាននូវសេវាមួយប្រកបដោយគុណភាពហើយនឹងការជឿជាក់ជាពិសេសបងប្អូនប្រជាពលរដ្ឋយើងជិះផុតពីភាពពិការភ្នែកបាទអញ្ចឹងរយៈពេលកន្លងមកនៅក្នុងខេត្តត្បូងឃ្មុំមកតាមអត្រាដែលខ្ញុំការចុះស្រាវជ្រាវរកមកឃើញថាអ្នកស្ថិតនៅក្នុងវ័យចាប់ពី40ឆ្នាំឡើងគឺមានបញ្ហាជំងឺភ្នែកដែលឈានទៅរកការអាចឈានទៅរកភាពពិការភ្នែកពី20ទៅ30%អញ្ចឹងនេះជាឱកាសមួយដែរដែលខ្ញុំសូមប្រាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងនៅពេលដែលយើងមានសកម្មភាពមានការពិនិត្យព្យាបាលនេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋយើងមកទទួលសេវាឲ្យបានគ្រប់គ្នាបាទហ្នឹងហើយយើងនឹងបំពេញនៅអ្វីដែលជាសេចក្តីត្រូវការបងប្អូនសំខាន់បំផុតជាពិសេសភាសាណែនាំដល់គង់ពោះពីអាយដាមជាសុផារ៉ាឧត្តមទីប្រសាព្រះមហាក្សត្រដែលគាត់បានតែងចង្អុលបង្ហាញថាការយកចិត្តទុកដាក់ពីបញ្ហាសុខភាពប្រជាពលរដ្ឋជាសំខាន់ព្រោះប្រជាពលរដ្ឋក៏ដូចខ្លួនយើងដែរខ្លួនយើងចេះថែរក្សាខ្លួនយើងគឺយើងត្រូវចេះថែរក្សាបងប្អូនប្រជាពលរដ្ឋដូចគ្នាអញ្ចឹងសំខាន់ថ្ងៃនេះរយៈពេលប្រហែលថ្ងៃនេះខ្ញុំឃើញថាប្រជាពលរដ្ឋមកទទួលសេវាបានច្រើនមែនទែនហើយនេះក៏មិនមែនជាលើកទី1ដែរសម្រាប់ស្រុកក្រូចឆ្មាយើងឆ្នាំកន្លងមកក៏យើងមានសេវាក្នុងការពិនិត្យព្យាបាលនេះដែរប៉ុន្តែលើកនេះយើងឃើញថាបងប្អូនប្រជាពលរដ្ឋយើងមកច្រើនមែនទែនហើយក៏សូមផ្ដាំញ៉ាដែរថាក្រៅពីក្រុមការងារគ្រូពេទ្យថ្នាក់ជាតិចុះមកនេះក៏យើងមានសេវាផ្ទាល់នៅនឹងមន្ទីរពេទ្យនេះដែរយើងមានកន្លែងពិនិត្យព្យាបាលភ្នែកដូចគ្នាចឹងបងប្អូនប្រជាពលរដ្ឋអាចមកទទួលយកនៅសេវានៅក្នុងមន្ទីរពេទ្យនេះបានក្នុងរយៈពេល5ថ្ងៃខ្ញុំឃើញមានការសហការគ្នាយ៉ាងល្អរវាងក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរបស់លោកគ្រូបាទអរគុណច្រើនហើយនឹងមន្ទីរពេទ្យក្រុមគ្រូពេទ្យឯកទេសភ្នែកដែលមកពីកម្មវិធីសុខភាពភ្នែកគឺគាត់បានខំយកចិត្តទុកដាក់ពិនិត្យមើលស្ថានភាពភ្នែកជំងឺភ្នែកប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ហើយយើងឃើញអ្វីដែលខ្ញុំក៏សម្គាល់ខ្លាំងជាងគេនោះនៅស្រុកក្រូចឆ្មាឃើញប្រជាជនច្រើន
គាត់ទទួលបានព័ត៌មានបានគ្រប់ទីកន្លែងបានគ្រប់ឃុំស្រុកគ្រប់ឃុំអញ្ចឹងទៅហើយគាត់បានមកស្រសើរស្រាំជាពិសេសថ្ងៃទី1ខ្ញុំឃើញច្រើនមែនទែនអ្នកដែលគាត់ឈ្មោះស្ទើរតែគាត់អត់ចង់តហ្នឹងរហូតដល់ថ្ងៃត្រង់ បាទគឺក្នុងនាមខ្ញុំជាប្រធានទីពេទ្យគឺខ្ញុំមានការសប្បាយចិត្តរីករាយយ៉ាងខ្លាំងដែលបានកម្មវិធីជាតិក៏ដូចជាមន្ទីរគាត់ជួយរៀបចំឲ្យមានកម្មវិធីពិនិត្យភ្នែកជូនប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មានេះហើយក៏ខ្ញុំឃើញសង្កេតឃើញប្រជាពលរដ្ឋគាត់មកទទួលសេវាច្រើនកកកហើយយើងទន្ទឹមនឹងបានលទ្ធផលនេះគឺយើងធ្វើការផ្សព្វផ្សាយជូនពួកគាត់តាមឃុំតាមអីជូនដល់ប្រជាពលរដ្ឋគ្រប់ដើម្បីឲ្យពួកគាត់បានដឹងហើយគាត់នឹងមកទទួលសេវាទន្ទឹមនោះគឺលទ្ធផលយើងឃើញថាបានល្អប្រសើរពួកគាត់សប្បាយចិត្តក្នុងការមកទទួលហើយវះបានគ្រប់គ្នា បាទបងអញ្ចឹងនៅរយៈពេល5ថ្ងៃដែលយើងធ្វើការពិនិត្យនិងព្យាបាលភ្នែកជូនអ្នកជំងឺនៅទីនេះទី1យើងរកឃើញថាអ្នកជំងឺភាគច្រើនគឺមានបញ្ហាភ្នែកឡើងបាយមនុស្សចាស់ណាអញ្ចឹងយើងឃើញថាមានច្រើនភាគរយដែលគាត់មានច្រើនហើយការព្យាបាលគឺយើងបកបាយភ្នែកជូនពួកគាត់ណាហើយជំងឺទី2ដែលយើងរកឃើញនោះគឺជំងឺកន្ទុយថ្លែងភ្នែកចឹងដូចគ្នាអ្នកជំងឺដែលមានកន្ទុយថ្លែងភ្នែកគឺយើងធ្វើការបកកន្ទុយថ្លែងជូនគាត់ណាហើយក៏ឃើញមានជំងឺតបកភ្នែកមកខ្លះដែរដូចជាជំងឺប្រែងចាក់តែមានចំនួនតិចតួចទេណាហើយចំពោះការព្យាបាលគឺយើងវះកាត់តបកភ្នែកឲ្យគាត់ឡើងវិញ ដល់កាត់ថ្លៃបាទដល់អត់កាត់ថ្លៃហើយសេវាល្អសរសើរល្អបានប្រណែនាំមិនដូចថាឲ្យយើងស្វែងយល់ដោយខ្លួនឯងទេបាទតែខ្លះនេះគ្រាន់តែប្រាប់តែថាកុំឲ្យតែត្រូវទឹកធ្វើអីទៅប៉ុណ្្នឹងទេណាបាទនេះបានប្រជុំណែនាំទៅប្រាប់លក្ខណៈទៅធ្វើម៉េចអញ្ចឹងណាខ្ញុំអរគុណច្រើនបានរដ្ឋាភិបាលបានរៀបចំឲ្យបកភ្នែកបកអីចឹងណាអំណរគុណទៅដល់ពេទ្យអីទាំងអស់បាទបានភ្លឺភ្នែកបាទ មកបានមកខាងឆ្វេងឡើងបាយផងនេះផងអីស្អីក៏ទុយថ្លែនល្អអត់គិតថ្លៃមកគិតថ្លៃអត់មានលុយបងសេវាទៀត បាទសូមក្នុងនាមមន្ទីរសុខាភិបាលសូមថ្លែងអរគុណចំពោះក្រុមគ្រូពេទ្យនៃកម្មវិធីជាតិសុខភាពភ្នែកដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកធ្វើការពិនិត្យព្យាបាលភ្នែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មាក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមកទទួលសេវាពិនិត្យព្យាបាលក្នុងរយៈពេល5ថ្ងៃនេះហើយក៏សូមថ្លែងអរគុណដែរចំពោះមន្ទីរព័ត៌មាននៃរបស់ខេត្តត្បូងឃ្មុំដែលបានសហការក្នុងការបង្កើតនូវព័ត៌មានដើម្បីផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋជួបជ្រាបនិងអញ្ជើញពួកគាត់មកទទួលសេវាពិនិត្យព្យាបាលភ្នែកនេះហើយជាពិសេសផងដែរគឺអាជ្ញាធរមូលដ្ឋានមានស្រុកឃុំដែលបានសហការក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់បងប្អូនប្រជាពលរដ្ឋយើងដើម្បីបានជួបជ្រាបអំពីព័ត៌មាននៃកម្មវិធីពិនិត្យព្យាបាលភ្នែកនេះហើយតាមរយៈនេះយើងឃើញថាបងប្អូនប្រជាពលរដ្ឋយើងមកច្រើនទទួលបានសេវាច្រើនហើយគាត់ក៏មានការសប្បាយរីករាយដោយលោកខាងសាព័ត៌មានបានឃើញស្រាប់ហើយថាពេលយើងបានជួបផ្ទាល់មកពួកគាត់មានការសប្បាយរីករាយមែនទែនដោយសារភ្នែកគាត់បានភ្លឺឆ្លងផុតពីពិការនេះគឺជាចំណុចសំខាន់មួយដែលធ្វើឲ្យពួកគាត់មានការរីករាយផងធ្វើឲ្យគាត់មានឱកាសក្នុងការរៀបចំបញ្ហាទូរស័ព្ទរបស់គាត់បានល្អប្រសើរពេលដែលភ្នែកគាត់ភ្លឺគាត់មានឱកាសគ្រប់គ្រាន់ក្នុងការជួយថែរក្សាកូនចៅអាចឲ្យកូនគាត់ចៅគាត់គ្រួសារគាត់មានឱកាសប្រកបមុខរបរផ្សេងៗទៀតដើម្បីបង្កើនជីវភាពគ្រួសារប៉ុន្តែបើសិនអត់មានឱកាសនេះទេគាត់នៅពីពិការភ្នែកពេលដែលគាត់ពិការទៅបញ្ហាគ្រួសារគាត់នឹងអាចមានកើតមានឡើងដោយសារគាត់ពុំមានកូនចៅពុំមានឱកាសក្នុងការចំណាយយកពេលវេលាទៅប្រកបមុខរបរគាត់យកពេលវេលាមកថែទាំពុកម្ដាយអញ្ចឹងបាត់បង់ឱកាសក្នុងការប្រកបមុខរបរធ្វើឲ្យជីវភាពប៉ះពាល់ដល់ជីវភាពគ្រួសាររបស់គាត់អញ្ចឹងហើយបានយើងក្នុងកំឡុងពេលនេះយើងឃើញថាប្រជាពលរដ្ឋជាង300នាក់306នាក់ដែលរួចផុតពីភាពពិការភ្នែកនេះគឺជាមោទនភាពមួយសម្រាប់មន្ទីរសុខាភិបាលដូចជារដ្ឋបាលខេត្តទាំងនោះដែរហើយយើងនៅពេលខាងមុខយើងមានកម្មវិធីបន្តទៀតអញ្ចឹងយើងគិតថាក្នុងមួយកម្មវិធីយើងអាចជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើង
ឆ្លងផុតពីភាពការនៃពី200នាក់ទៅ300នាក់យើងឃើញថាក៏បានច្រើនដែរអញ្ចឹងយើងនឹងបន្តទៅការងារទៅទៀតដើម្បីធ្វើឲ្យយ៉ាងណាបងប្អូនប្រជាពលរដ្ឋយើងរួចផុតពីភាពការផ្នែកហើយវាស្របទៅតាមគោលនយោបាយបរិយាកាសវិបាលហើយនឹងផែនការយុទ្ធសាស្ត្រជាតិស្ដីពីការកាត់បន្ថយភាពការផ្នែកនៅឆ្នាំ2030យើងនឹងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាត់បន្ថយភាពការផ្នែកឲ្យបានចង់និយាយថាឲ្យគាត់មានភាពប្រសើរឡើងច្រើនអញ្ចឹងយើងកាត់បន្ថយពីអត្រា 0.37% នៃភាពការផ្នែកឲ្យមកនៅ 0.35% នៅឆ្នាំ2035អញ្ចឹងយើងក្នុងកំឡុងពេលនេះយើងគិតថាបើសិនជាមានយុទ្ធនាការនេះជាបន្តទៀតខ្ញុំគិតថានៅក្នុងខេត្តបូកមុខយើងឬក៏នៅទូទាំងប្រទេសអាចនឹងជួយកិច្ចការងារបានហើយសម្រាប់ខេត្តបូកមុខហ្នឹងក៏ជាឱកាសមួយដែរនៅក្នុងផែនការមេរបស់ខេត្តយើងថាក្នុងឆ្នាំ2026នេះប្រជាពលរដ្ឋចំនួន 2000 នាក់ដែលយើងគ្រោងទុកថានឹងរួចផុតពីភាពពិការផ្នែកអញ្ចឹងក្នុងកំឡុងរយៈពេល6ខែនេះយើងបានប្រហែលជាជិត 1000 យើងសង្ឃឹមថាក្នុងឆ្នាំ2026នេះយើងនឹងអាចដល់ចំណុចគោលដៅដែលយើងបានត្រៀមទុកនឹងហើយសំខាន់គឺអរគុណមែនទែនដល់កម្មវិធីជាតិសុខភាពភ្នែកដែលបានសហការហើយនឹងអង្គការ Multi Prelo ដែលបានគ្រប់គ្រងឧបត្ថម្ភទៅលើកិច្ចការងារនេះហើយក៏សូមជូនពរដល់ឪពុកម៉ែបងប្អូនទាំងអស់ទទួលបាននៅសុខភាពល្អទាំងអស់គ្នាហើយរួចផុតពីភាពកាប់នេះសូមអរគុណ